កិច្ចការងារនៅក្នុងវិស័យកសិកម្មតាមរបាយការណ៍ដែលខ្ញុំបានទទួលយើងឃើញថាបើប្រៀបធៀបឆ្នាំ2025ការនាំចេញចំណូលសរុបពីការលក់ផលិតផលមាន$833 លានកើនឡើងប្រមាណ 24% ធៀបនឹង2024មួយផ្នែកគឺវាដោយសារកស៊ូតម្លៃកស៊ូឡើងបរិមាណឥឡូវបើយើងមើលផ្ទៃដីដាំដុះក៏មានការកើនឡើងអញ្ចឹងទាំងបរិមាណនិងគុណភាពតែអ្វីដែលខ្ញុំចាប់អារម្មណ៍នោះគឺឃើញថាចំណូលពីណានាំចេញជ័រកៅស៊ូមានប្រមាណ$604 លានថយចុះ 9.1% សម្រាប់នាំចេញប៉ុន្តែចំណូលពីការលក់កៅស៊ូក្នុងស្រុកមានប្រមាណ$223 លានកើនឡើង 131%ចឹងបានន័យថាការលក់កៅស៊ូនេះគឺបំរើឥឡូវជាជាងនាំចេញទៅក្រៅគឺយើងលក់នៅក្នុងស្រុកហើយបំពេញនៅតម្រូវការនៃការផលិតក្នុងស្រុកនេះគឺជាគោលដៅនៃការអភិវឌ្ឍវិស័យកសិកម្មវាមានដំណាក់កាលរបស់វាការអភិវឌ្ឍវិស័យកសិកម្មដំបូងឡើយគឺការផលិតនិងនាំចេញនៅវត្ថុធាតុដើមបន្ទាប់មកគឺការនាំចេញនិងផលិតនៅពាក់កណ្ដាលសម្រេចលើកទី3គឺផលិតផលសម្រេចដែលជំរុញឲ្យមានកសិឧស្សាហកម្មហើយនេះគឺជាគោលដៅសំខាន់ណាស់ដើម្បីរក្សាតម្លៃសរុបតម្លៃបន្ថែមនៅក្នុងប្រទេសបើយើងផលិតនាំចេញតែវត្ថុធាតុដើមទៅក្រៅទៅដល់ប្រទេសផ្សេងគេយកទៅវាយក្នុងគេថាកែច្នៃមួយចំនួនច្រកបាវវាយផ្លាកស្រុកគេតម្លៃវាទៅដល់នោះអញ្ចឹងផលនិងតម្លៃដែលទៅដល់កសិករក៏វាតិចតែបើយើងរក្សានៅក្នុងស្រុករបស់យើងតាមរយៈការកែច្នៃជាវត្ថុពាក់កណ្ដាលសម្រេចឬផលិតផលសម្រេចនោះគឺជាគោលដៅធំសម្រាប់យើងហើយបើសិនជាយើងអាចជំរុញការកែច្នៃឲ្យបាននៅនឹងកន្លែងមិនត្រឹមតែកសិកម្មទេគឺកសិឧស្សាហកម្មបណ្ដេញថាមិនមែនតែកសិករឬមួយម្ចាស់ចការម្ចាស់ស្រែនោះទេប៉ុន្តែអ្នកដែលធ្វើការនៅក្នុងរោងចក្រនៅក្នុងរោងចក្រកែច្នៃបង្កើតការងារដឹកជញ្ជូនផ្សេងគឺជាខ្សែចង្វាក់ផលិតកម្មដែលយើងចង់បានអញ្ចឹងបើផ្អែកតាមទិន្នន័យដែលយើងឃើញថាកើនឡើង 24% នេះតែការចំណូលនៅក្នុងស្រុករោងចក្រផលិតកង់ឡាននៅស្រុកយើងកាលពី2ឆ្នាំមុនខ្ញុំសួរអាយដាមស៊ុនចន្ទថុលគឺប្រើវត្ថុធាតុដើមពីក្រៅច្រើនក្នុងស្រុកមានតិចតែឥឡូវក្នុងរយៈពេលប្រហែលឆ្នាំនេះយើងបានភ្ជាប់កិច្ចការគេនេះកាលពីឆ្នាំ2023 24នោះខ្ញុំបានដូចឲ្យអាយដាមដិតទីណាអាយដាមស៊ុនចន្ទថុលសិក្សាជាមួយនឹងសហគមន៍ផលិតកៅស៊ូបូកជាមួយនឹងក្រុមហ៊ុនផលិតកង់ឡានតើយើងធ្វើយ៉ាងណាដើម្បីភ្ជាប់ខ្សែចង្វាក់ហ្នឹងបាទកុំចាំបាច់ទៅនាំកៅស៊ូពីថៃអីមកថ្ងៃខ្ញុំសួរកន្លងមុននាំកៅស៊ូពីថៃចង់ 30% យកមកកៅស៊ូក្នុងស្រុកយើងចេញតាមច្រកផ្សេងអត់ចូលក្នុងរោងចក្រមើលធ្វើយ៉ាងម៉េចដើម្បីភ្ជាប់គ្នាមើលការលើកទឹកចិត្តការភ្ជាប់យ៉ាងណាពលរបស់នៅក្នុងប្រទេសហើយចាំបាច់ទៅដឹកពីរាប់រយគីឡូមកធ្វើស្អីហើយរបស់ក្នុងប្រទេសរុញទៅក្រៅពិតណាកៅស៊ូប្រភេទខ្លះវាមានកម្រិតរបស់វាកៅស៊ូប្រភេទខ្លះកម្រិតខ្ពស់ប្រភេទ L ប្រភេទអីចឹងទៅគេនាំចេញប្រភេទមួយចំនួនត្រូវធ្វើសម្រាប់រោងចក្រកង់ឡានតែយើងភ្ជាប់យ៉ាងណាឲ្យសហគមន៍ជាមួយនឹងរោងចក្រដែលអាចផលិតបានជាមួយគ្នាអញ្ចឹងខ្ញុំឃើញហើយបានទទួលរបាយការណ៍ពី CDC ហើយរបាយការណ៍ពីអាដាមស៊ុនចន្ទថុលថាក្នុងរយៈពេល 2-3 ឆ្នាំនេះហើយកន្លងទៅពីអាណត្តិមុនដូចគ្នាក៏មានការកើនឡើងជាបន្តបន្ទាប់ហើយក្នុងរយៈពេល 2 ឆ្នាំនេះក៏មានការប្រើប្រាស់កស៊ូក្នុងស្រុកដើម្បីផលិតផលនាំចេញអញ្ចឹងគឺជាគោលដៅសំខាន់ណាស់ហើយក៏មិនមែនតែសម្រាប់កស៊ូនោះដែរកស៊ូគឺជាដំណាំយុទ្ធសាស្ត្រមួយប៉ុន្តែយើងមានដំណាំយុទ្ធសាស្ត្រច្រើនទៀតដែលក្រសួងកសិកម្មក្រសួងឧស្សាហកម្មក្រសួងពាណិជ្ជកម្មត្រូវគិតគូរជាមួយគ្នាធ្វើយ៉ាងណាដើម្បីបង្កើនបានន័យថាផលិតភាពនិងតម្លៃបន្ថែម
ជូនទៅដល់កសិកររបស់យើងអញ្ចឹងការផលិតនៅក្នុងស្រុកការដាំដុះនៅក្នុងស្រុកដែលជាការផលិតនៅវត្ថុធាតុដើមវាចាំបាច់ណាស់ទី1គឺធានានៅសន្តិសុខស្បៀងបាទរឿងស្វ័យចន្ទទីរឿងផលិតដំណាំចំនួនវាត្រូវការព្រោះมันអាចយកទៅច្នៃជាកំប៉ុងទាំងអស់ហើយនាំចេញទាំងអស់នេះត្រូវហូបក្នុងស្រុកខ្លះធានាសន្តិសុខស្បៀងនៅខាងក្នុងហើយយើងក៏ដើរតួជាអ្នកអាចជួយក្នុងការធានាសន្តិសុខស្បៀងក្នុងតំបន់មួយផ្នែកប៉ុន្តែអ្វីដែលសំខាន់គឺថាក្រៅពីធានាសន្តិសុខស្បៀងនេះយើងត្រូវធ្វើយ៉ាងណាដើម្បីឲ្យតម្លៃចូលមកវិញនៃផលិតផលនៅក្នុងដីដដែលនេះកាន់តែកើនចំណូលជូនដល់កសិករកាន់តែកើនបានន័យថាដី1ហិកតាធ្លាប់តែបានចំណូលបាន$1000ក្នុងមួយឆ្នាំអញ្ចឹងបង្កើនទៅមិនឲ្យបានក្នុង1ហិកតាដដែលដីដដែលកន្លែងដដែលហ្នឹងបាន$1500ទី2ធ្វើយ៉ាងណាដើម្បីកាត់តម្លៃនៅក្នុង1ហិកតាហ្នឹងប្រើអស់ដើមទុនអស់800ក្នុងការដាំមកបានប្រមូលផលធ្វើយ៉ាងណាឲ្យកាន់តែថយទៅត្រឹមទៅ600បាទអាហ្នឹងហើយដែលយើងខិតខំកន្លងទៅចរចារកវិធីដោះស្រាយថ្លៃភ្លើងផងមិនយកពន្ធផងធ្វើផ្លូវផងដើម្បីដឹកជញ្ជូនទៅកុំឲ្យលក់ទៅដល់កន្លែងនោះវាថ្លៃពេកបូកជាមួយនឹងជីឥឡូវកំពុងចរចាធ្វើម៉េចឲ្យដំដិតទីណាហើយក៏សូមអរគុណដល់រដ្ឋាភិបាលចិនដែលបានឯកភាពការងារនៅក្នុងការជួយដោះស្រាយចំនួនដើម្បីធ្វើកិច្ចការគេនេះហើយយើងធ្វើយ៉ាងណាហើយខ្ញុំជួបជាមួយអាដាមអ្នកអង្គការម៉ុងរទ្ធីថ្ងៃមុនជួបជាមួយខាងពួកខ្ញុំចាប់អារម្មណ៍ទៅរកវិធីសាស្ត្រអីដើម្បីផលិតព្រោះអាជីគីប៊ីនឹងភាគច្រើនវត្ថុធាតុដើមយើងយកពីក្រៅជីសរីរាង្គកម្រិតបានដំណាបាទថ្ងៃមុនបែកធ្លាយនិយាយមួយអាដាមម៉ុងរទ្ធីគាត់ទៅបែកធ្លាយដាក់កសែតសួរច្រើនពេកនៅពិធីការតែខ្ញុំធ្លាប់បានជួបគាត់ជាប្រចាំអង្គការម៉ុងរទ្ធីឯអ្នកអង្គការផៃហុកជួនថ្ងៃមុនជួបជាមួយអង្គការស៊ូវរៈឲ្យតែឃើញគេផ្សាយនៅផលិតកម្មនៃការផលិតជីនៅក្នុងស្រុកខ្ញុំតែងតែសួរធ្វើនឹងតើប្រមាណភាគរយនៃជាតិវត្ថុធាតុដើមធ្វើក្នុងស្រុកគាត់ថា100%បូក1គ្រប់អត់មានចេរភាពអត់ព្រោះជួនកាលផលិតផលជីសរីរាង្គខ្លះធ្វើបានប៉ុន្តែវាអត់គ្រប់ឧទាហរណ៍អាចគោអញ្ចឹងជាអាចគោប្រមូលបានទៅប្រហែលលានតោនអញ្ចឹងมันអាចតម្រូវការគ្រប់អញ្ចឹងគេមានវិធីសាស្ត្រលាយចុះលាយឡើងអីផ្សេងអាចធានាបានខ្ញុំថាมันអាចចំនួន100%ក៏បានប៉ុន្តែអាចតែ30 40 60%និយាយរួមសមត្ថភាពផលិតខ្លួនឯងព្រោះយើងឃើញហើយបទពិសោធន៍សំបីគ្រាន់តែវាយគ្នានៅអេរ៉ង់សោះយើងបារម្ភអំពីការនាំចូលប្រេងនាំចូលសម្បត្តិដោយសារយើងអត់មានផលិតខ្លួនឯងអញ្ចឹងសម្រាប់កសិកម្មបើគ្មានជីយើងពិបាកដោះស្រាយអញ្ចឹងធានាម្ចាស់ការនៅក្នុងការផលិតខ្លួនឯងកម្រិតណាមួយធ្វើយ៉ាងណាឲ្យវត្ថុធាតុដើមឲ្យកាន់តែថោកអញ្ចឹងការយកទៅផលិតរបស់កសិករការចំណាយក្នុង1ហិកតារបស់គាត់មិនថាស្វាយចន្ទីមិនថាស្រូវមិនថាកៅស៊ូកាន់តែថយនៅក្នុងការចំណាយអញ្ចឹងអាតម្លៃទីផ្សារនេះតម្លៃកសិផលនេះវាឡើងចុះយើងមិនអាចគ្រប់គ្រងបានទេគ្មានប្រទេសណាមួយគ្រប់គ្រងតម្លៃកសិផលស្រូវមិនឲ្យឡើងមិនឲ្យចុះសដែកឆ្នាំនេះមិនឲ្យឡើងមិនឲ្យចុះវាឡើងតាមឆ្នាំប៉ុន្តែបើយើងរក្សាទី1ស្ថិរភាពនៃខ្សែចង្វាក់ផលិតបានន័យថាធានាជីធានាអីផ្សេងដែលមិនព្រួយបារម្ភនៅក្នុងការដាច់ស្តុកអីបានតម្លៃអាចទេបានការធានានៅក្នុងការដឹកជញ្ជូនទីផ្សារភ្ជាប់ទៅបានតាមរយៈការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធឲ្យកាន់តែថោកមិនអង្គុយជាមួយអេដាមអគ្គរដ្ឋទូតខ្ញុំថាឥឡូវខេត្តកំពង់ចាមដឹកទៅកំពង់សោមភាគច្រើនទៅតាមឡានព្រោះវាអត់មានអីភ្ជាប់នៅពេលដែលពេលជីហ្វូណនធ្វើហើយយើងចាប់ផ្ដើមស្ដារខ្លងមកកចេះមក
កំពុងឆ្នាំមកអីអញ្ចឹងយើងសង្ឃឹមថាភ្ជាប់ជាមួយគ្នាការដឹកកសិផលពីនេះទៅព្រោះដឹកកសិផលតាមទឹកអត់ស្ទះចរាចរណ៍ទេទន្លេយើងធំម៉ោងស្មើនេះខ្ញុំមិនជឿតែបើស្ទះក៏មិនស្ទះដោយឡានដែរបាទហើយឱកាសដែលកប៉ាល់បុកគ្នាមិនសូវមានទេអញ្ចឹងការធានាការចរន្តនិរន្តរភាពនិងតម្លៃកាន់តែល្អសម្រាប់កសិករអញ្ចឹងបើតម្លៃដឹកជញ្ជូនថោកអ្នកទិញក៏ហ៊ានឲ្យថ្លៃដែរព្រោះតម្លៃសរុបគឺតម្លៃដែលទៅប្រកួតប្រជែងបូកទាំងតម្លៃទិញពីកសិករតម្លៃដឹកជញ្ជូនតម្លៃអីទាំងអស់អានឹងហើយដែលថាយើងបង្កើនខ្សែចង្វាក់ក្នុងស្រុកហើយបើដឹកហើយយកផលិតផលនេះជាជាងយកទៅរោងចក្រនៅក្រៅប្រទេសដឹកកស៊ូពីកំពង់ចាមយកទៅរោងចក្រនៅស្វាយរៀងផលិតកង់ឡានអញ្ចឹងគេហ៊ានឲ្យថ្លៃគួរសមសម្រាប់ធានាហើយយើងធ្វើយ៉ាងណាជាមួយនឹងក្រសួងពាណិជ្ជកម្មក្រសួងជំនាញការលើកទឹកចិត្តឲ្យផ្សេងៗដើម្បីធានា